đây là đầu tiên không videoនេះយើងនឹងនិយាយអំពី color តើយើងអាចដាក់ color មិនខ្លះនៅក្នុង Figma តែក្នុង Figma យើងនិយាយទូទៅការ design ទូទៅគឺ color យើងអាចកំណត់រូបរាងនិងអារម្មណ៍នៃការ design របស់យើងបានដូចជាភាគច្រើនអត្ថន័យគេប្រើពណ៌ខៀវមានទឹកប៊ិចក្រមៅឬក៏ពណ៌ខៀវដើម្បីបង្ហាញពីភាពមានសុវត្ថិភាពឯពណ៌លឿងពណ៌ឆើតឆាយគឺគេធ្វើឲ្យមានអារម្មណ៍ល្អសម្រាប់អ្នកប្រើប្រាស់មានអារម្មណ៍ល្អចង់ប្រើប្រាស់ហើយ color ទាំងនោះមានដូចជា solid color មានន័យថា color តែមួយពណ៌ហើយ gradient color នេះបានន័យថាពណ៌លាយគ្នាច្រើនពណ៌ឬក៏ image fill color ហ្នឹងបានន័យថា color យកទៅតាម image របស់យើងមកដែលយើង upload រូបចូលវានឹងយក color តាមហ្នឹងហើយ color ក្នុង Figma ក៏វា support ដូចជា hash color គឺយើងវាយកូដបែបនេះវានឹងចេញ color តាមប្រភេទកូដនេះ RGB color ហើយនិង HSL color តពីនោះក៏មាន fill ដែល fill នេះនៅក្នុង interface របស់ Figma ដែរដែលយើងអាចប្រើប្រាស់វាដើម្បីដាក់ color ឲ្យ frame ដាក់ color ឲ្យ shape ហើយយើងអាចដាក់ color បានច្រើនបើយើងដាក់ color 2នេះបានន័យថា color 2ហ្នឹងវាលាយចូលគ្នាឯភាគរយបានន័យថាតើ color ហ្នឹងវាច្បាស់កម្រិតណាបើយើងដាក់ 0% យើងមើលឃើញនេះតែបើដាក់ 50% វាយើងព្រាល 100% គឺច្បាស់តែម្ដងឥឡូវនេះយើងនឹងចូលមកខាង Figma ដើម្បីដាក់ color ឧបមាថាយើងចង់ដាក់ frame 2របស់យើងឲ្យទៅជាពណ៌បៃតងយើងអាចជ្រើសរើស frame 2ហើយអូសចុះក្រោមគឺឃើញ color 2តែ color ពណ៌ក្រហមនេះគឺ color របស់ text នេះគឺជា background color របស់យើងគឺ fill យើងអាចដាក់ពណ៌បៃតងបានយើងអាចបើយើងស្គាល់កូដ HEX របស់ពណ៌បៃតងយើងអាចវាយលើនេះបានតែបើអត់ស្គាល់នេះយើងក៏អាចអូសបានដែរនេះ background ពណ៌បៃតងហើយសម្រាប់ icon យើងអាចដាក់ color វាបានដែរបើឃើញថា icon នេះគេប្រើ select នេះហើយយើងចង់ដាក់ពណ៌លឿង icon ពណ៌លឿងឥឡូវយើងដាក់ផ្កាយពណ៌ខៀវទៅប៊ិចយើងគ្រាន់តែសេរីប៉ុណ្ណឹងគឺយើងអាចដាក់ color បានសម្រាប់ text ក៏ដូចគ្នាយើងអាចបដូរ color text បានហើយដាក់ពណ៌សដូចនេះអស់ហើយវីដេអូនេះគឺយើងនិយាយអំពី color